សួស្តីបងប្អូនទាំងអស់គ្នាថ្មីនេះមានចំនួនមួយកើតឡើងរវាងអ្នកលក់បរិយនៅក្នុងវត្តហើយនឹងលោកនេនមួយអង្គចំនួននេះមិនធំដុំទេប៉ុន្តែនៅពេលដែលធ្លាយទៅដល់បណ្ដាញសង្គមវាคล้ายទៅជារឿងធំតួអង្គឆ្លោះនឹងដូចជាមិនមានជេរគ្នាទេគ្រាន់តែប្រើពាក្យអាមឹងប៉ុន្តែនៅពេលដែលវាធ្លាយទៅដល់បណ្ដាញសង្គមអ្នកខមមិននោះជេរលោកធ្ងន់ធ្ងរជេរលោកធ្ងន់ធ្ងរអញ្ចឹងបានដូចពាក្យចាស់ថាដល់ដៃចង្រៃធំបើសិនជាវីដេអូនឹងអត់បែកធ្លាយរឿងហ្នឹងវាដឹងតែក្នុងរង្វង់វត្តនឹងតំបន់យើងនឹងទេប៉ុន្តែដល់វាសាយភាយទៅដល់បណ្ដាញសង្គមវាសបផ្សាយច្រើនណាស់បាទរីកធំច្រើនណាស់ហើយមានអ្នកខ្លះអំពាវនាវឲ្យជួយ share បានច្រើនដើម្បីឲ្យដល់ក្រសួងធម្មការបានដឹងហើយរឿងប៉ុណ្ណឹងចាំបាច់អីទៅដឹងដល់ក្រសួងធម្មការយើងដោះស្រាយគ្នាឯងមិនបានបាទប៉ុន្តែម្នាក់គឺគេយកចំណេញពីសាច់រឿងនឹងហើយនិយាយធ្វើដូចជាខ្លួននឹងត្រឹមត្រូវណាស់បាទហើយមានលោកសង្ឃអង្គខ្លះអត់ជួយបិទបាំងទេបែរជា share វីដេអូទៅឲ្យបុគ្គលដែលមាន page ល្បីជួយវិភាគហើយចំណែកបុគ្គលដែលល្បីនោះវិញបានវីដេអូនោះទៅដូចបានលៀបបានជ័យអញ្ចឹងមានអ្នកវិភាគម្នាក់នោះគាត់លើកយកពាក្យជេរលោកនៅក្នុង comment យកមកវិភាគហើយការដែលធ្វើដូច្នេះដូចបង្កើនអាពាក្យជេរនឹងឲ្យរឹតតែផ្សព្វផ្សាយទៅទៀតដូចជាខ្ញុំមើលវីដេអូនឹងដែរប៉ុន្តែខ្ញុំអត់បានទៅមើលអា comment នឹងទេខ្ញុំអត់ដឹងថាគេជេរលោកយ៉ាងម៉េចទេប៉ុន្តែដល់ពេលឃើញវីដេអូគាត់វិញគាត់លើកយកពាក្យជេរគេនឹងមកផ្សព្វផ្សាយអញ្ចឹងគាត់នឹងក៏ចូលរួមផ្សព្វផ្សាយអាពាក្យជេរលោកនឹងបន្តទៀតដែរបើយើងចង់អប់រំទៅមិនចាំបាច់លើកពាក្យជេរនឹងមកទេហើយបើគិតទៅខ្មែរយើងអ្នកដែលចូលចិត្តជេរនឹងមិនបាច់អប់រំទេអប់រំមិនបានទេអ្នកជេរនឹងចូលចិត្តជេរមែនជេរតលតែជេរតលខូចកលៀនបាទអញ្ចឹងយើងមិនបាច់រំលឹកពាក្យជេរនឹងមកថែមទៀតទេដូចយើងផ្សព្វផ្សាយបន្ថែមអញ្ចឹងបើយើងចង់ការពារកិត្តិយសសាសនាមែនយើងមិនចាំបាច់លើកយកមកបន្ថែមទៀតទេហើយអ្នកវិភាគដដែលហ្នឹងគាត់ស្ដីបន្ទោសឲ្យគេថាគេនឹងឆក់ឱកាសឆ្លៀតឱកាសយកវីដេអូនឹងទៅផ្សព្វផ្សាយឲ្យប៉ះពាល់ដើម្បីយក view share ដើម្បីយក view share ដោយគ្មានហេតុផលហ្នឹង share ដោយគ្មានហេតុផលប៉ុន្តែខ្លួនគាត់ទង្វើរបស់គាត់វាលើសពី share នឹងទៅទៀតលើសយ៉ាងម៉េចបងប្អូនគាត់វិភាគទៅលើរឿងហ្នឹងតែមុននឹងវិភាគគាត់យកវីដេអូហ្នឹងដាក់ខាងដើមចាក់មកចប់ឡើងវិញចាក់សកម្មភាពដែលគេឆ្លោះគ្នានឹងឡើងវិញគាត់តោងវីដេអូហ្នឹងល្បីតោងយកល្បីធ្វើឲ្យវីដេអូរបស់គាត់ល្បីកាលណាគេឃើញសកម្មភាពអ្នកជេរគ្នាទៅគេចូលទៅមើលហើយអ្នកគ្រប់គ្រងគាត់នឹងមិនខុសពីធនជ័យធ្លាក់ទឹកទេបាទអញ្ចឹងគាត់ជាបុគ្គលល្បីនៅពេលដែលគាត់ផុសវីដេអូគាត់ដែលមានភ្ជាប់នឹងអាវីដេអូឆ្លោះគ្នានឹងទៅល្បីតែ3ថ្ងៃទេមានអ្នក share រហូតដល់ទៅ 2k ហើយមានអ្នកមើលរហូតដល់ទៅ 160k view តើអ្នកណាចង់បាន view អ្នកណាមិនចង់បានបាទដូចតែគ្នាអញ្ចឹងគំនិតគាត់នេះជាគំនិតអាត្មានិយម
គេធ្វើខុសតែគាត់ធ្វើអត់អីតាំងខ្លួនគាត់អ្នកត្រឹមត្រូវតែតាមពិតគេយកចំណេញលើរឿងនឹងដូចតែគ្នាស្វែងរកផលប្រយោជន៍អំពីរឿងនឹងដូចគ្នាបាទជាចុងក្រោយផ្ដើមចេញពីរឿងហ្នឹងខ្ញុំមានតែសំណុំពរពីរទេបាទទី1គឺខ្ញុំសំណុំពរថាបើមានរឿងកើតឡើងនៅក្នុងវត្តយើងគួរតែគ្រប់គ្រងដោះស្រាយនៅក្នុងសហគមន៍យើងនឹងឲ្យបានទៅកុំឲ្យវាសាយភាយទៅក្នុងបណ្ដាញសង្គមវាជាហេតុធ្វើឲ្យយើងអាម៉ាស់ទាំងអស់គ្នាទេបាទហើយទី2យើងគួរតែបដូរពីទម្លាប់ចាប់បំពោះទៅរកទម្លាប់ល្អចាស់ទុំពីដើមគឺចាប់បំពោះមានន័យថាម៉េចមានន័យថាបួសឲ្យបានរៀនបាទចំណែកទម្លាប់ល្អរបស់ចាស់ទុំពីដើមគឺគាត់បញ្ជូនកូនទៅនៅធ្វើកូនសិស្សលោកក្នុងវត្តរាប់ខែសិក្សារៀនសូត្រចេះបានច្រើនទើបគាត់បំពោះតាមក្រោយដែលវាល្អជាងការចាប់បំពោះបួសឲ្យបានរៀនវាផ្ដល់នៅវិបាកដូចជារឿងនឹងអញ្ចឹងយោបល់របស់ខ្ញុំគឺដើម្បីឲ្យល្អទាំងអស់គ្នាទេបាទសូមអរគុណ